បាននំបងបណ្ដួលចិនអើយខ្ញុំសូមលាហើយលាទាំងអាឡាយតាំងពីគ្រប់ខ្ញុំបានគៀបទៅឆ្ងាយខ្វល់ខ្វាយនឹងស្ដាយពុំមានពេលហាគ្រូនឹងមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាខ្ញុំបាទជានិស្សិតទីផ្សារនៃសាកលវិទ្យាល័យជាតិបាត់ដំបងថ្ងៃនេះដែរគឺពួកយើងបានចុះបេសកកម្មដើម្បីមកសិក្សាស្រាវជ្រាវក៏ដូចជាសម្ភារផ្ទាល់ជាមួយនឹងលោកគ្រូនាយកសាលាលោកគ្រូខ្ញុំបានឈ្មោះជាមេស្នាជានិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងមែនទែនដើម្បីចុះមកស្រាវជ្រាវក៏ដូចជាសម្ភារផ្ទាល់ជាមួយលោកគ្រូអាចណែនាំឈ្មោះបានលោកគ្រូครับចឹងខ្ញុំបាទឈ្មោះម៉ានរវត្តជានាយករងវិទ្យាល័យផ្លូវទីហ្នឹងគឺនាយករងគ្រូតុបខាងចែកតិចលោកគ្រូអាចរៀបរាប់បានថាពីជីវប្រវត្តិលោកគ្រូដែលមកបង្រៀននៅសាកលនៅវិទ្យាល័យស្លូតនេះខ្ញុំមកទីនេះតាំងពីឆ្នាំ2001មកដំបូងយើងនៅទីអនុវិទ្យាល័យហ្នឹងនេះណាអនុវិទ្យាល័យគេហៅឈ្មោះថាអនុវិទ្យាល័យស្លូតមកតពីហ្នឹង3ឆ្នាំមកបានយើងបង្កើតទៅជាវិទ្យាល័យហ្នឹងលោកគ្រូមានចក្ខុវិស័យយ៉ាងដូចម្តេចដែរសម្រាប់ការគ្រប់គ្រងសាលាក្នុងពេលអនាគតនិយាយទៅតាមរយៈបច្ចុប្បន្ននេះគឺក្រសួងយើងចង់ឲ្យបានសាលាមួយជាសាលាមានលក្ខណៈអភិវឌ្ឍតែចែកជានាពេលបច្ចុប្បន្នហ្នឹងតើអ្វីខ្លះដែលជាចំណុចសំខាន់បំផុតក្នុងការដឹកនាំសាលាឲ្យមានភាពជោគជ័យครับនិយាយទៅក្រុមឬតកតងទៅនឹងនិយាយទៅច្រើនតកតងទៅចាត់ភាពការងារទៅនឹងកត្តាបុគ្គលិកអប់រំហ្នឹងគឺសំខាន់ដែរតែគាត់មានមេត្តាតកតងការងារគាត់អត់ទៅរកពេលវេលាអត់គាត់មានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនអត់ចឹងតែមកយើងដល់សម័យនេះយើងនៅតែចេះទៀតចឹងយើងតើអត់ទាន់ទេឥឡូវយើងហៅសម័យ AI ណាបាទសម័យតែឥឡូវហ្នឹងមកហ្នឹងគឺគាត់ប្រើ AI ចឹងតែគ្រូយើងហ្នឹងអាចចេះប្រើឲ្យនៅដើម្បីជំនួយការរៀន5ឆ្នាំទៅខាងមុខទៀតតើលោកគ្រូចង់បានអីពីវិទ្យាល័យនេះទៅពិតគោលបំណងសាលាយើងគឺចង់ឲ្យស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំណាអញ្ចឹងតកតងសាលាទាំងអស់គឺជាសាលា digital ណាតកតងសាលាគឺសាលា digital មានន័យថាយើងអាចប្រើចែកជាទំនើបក្នុងការបង្រៀនតាមបន្ទប់មួយវាអាចមានជាលក្ខណៈជា slide មានSmart TV ណាវាអាចមានអីគ្រប់យ៉ាងនិយាយទៅវាអាច control ដល់ការរៀនមានបន្លាយយើងជាលក្ខណៈជាបន្លាយ digital អាចហើយណាមួយយើងរាល់ថ្ងៃយើងបែងចែករាល់ខែយើងម្ដងយើងជាតេស្តសង្តានអញ្ចឹងតេស្តសង្តាននោះមានថាយើងតងវិន័យតងស្ដាប់ធ្នាប់តងច្បាប់ចរាចរណ៍គ្រឿងញៀនហ្នឹងគឺខាងប៉ូលីសអាធរអញ្ចឹងគឺមួយខែក៏មានទៀតយើងអាចដាក់ជា3 4 5គ្រឿងទៅអញ្ចឹងយើងប្រើបានអញ្ចឹងណាយើងប្រើទៅបន្ថែមនៅកុំព្យូទ័រទៅយើងអាចចុងក្រោយពួកខ្ញុំអរសំណួរលោកគ្រូអរគុណលោកគ្រូច្រើនបានចំណាយពេលវេលាមានតម្លៃដល់ជាប្រសាសន៍សម្រាប់ពួកយើងនៅបានសិក្សាស្រាវជ្រាវក៏ដូចជាចុះសម្ភារជាមួយជាដំបូងខ្ញុំបានសូមជម្រាបសួរលោកគ្រូបាទជម្រាបសួរខ្ញុំបានជានិស្សិតមកពីសាកលជាតិបាត់ដំបងហើយថ្ងៃនេះដែរខ្ញុំមានកិត្តិយសខ្លាំងមែនទែនដើម្បីចូលរួមសម្ភារនិងសួរពីការគ្រប់គ្រងរបស់លោកនាយកនៅក្នុងសាលានេះអញ្ចឹងលោកគ្រូអាចណែនាំឈ្មោះបានទេលោកគ្រូបាទសូមជម្រាបសួរជាថ្មីម្ដងទៀតហើយសូមជម្រាបសួរទៅដល់អ្នកទស្សនាទាំងអស់ខ្ញុំបានឈ្មោះស្រស់កវីជាគ្រូបរិញ្ញាបត្រឯកទេសគីមីវិទ្យាខ្ញុំមកបរិញ្ញាបត្រទីនេះតាំងពីឆ្នាំ2011បាទអរគុណច្រើនលោកគ្រូដែលបានណែនាំខ្លួនជាដំបូងខ្ញុំចង់សួរទៅកាន់លោកគ្រូថាតើលោកគ្រូនាយកនៅវិទ្យាល័យសាឡូននេះគឺគាត់បានគ្រប់គ្រងសាលាមានរបៀបរៀបរយយ៉ាងដូចម្តេចដែរលោកគ្រូបើតាមការសង្កេតរបស់លោកគ្រូសង្កេតឃើញថាការគ្រប់គ្រងរបស់លោកនាយកគឺល្អទី1គឺគាត់បានបែងចែកការងារទៅតាមកម្រិតតួនាទីរបស់គាត់តាំងពីនាយកធំគាត់គ្រប់គ្រងរួមក្តាប់រួមទៅមាននាយករងខាងបច្ចេកទេសនាយករងខាងរដ្ឋបាលហើយចំណាយការធ្វើការងារគឺដាច់ដライពីគ្នាអញ្ចឹងណាអញ្ចឹងការគ្រប់គ្រងសិស្សក៏ដូចគ្នាការគ្រប់គ្រងធនធានការគ្រប់គ្រងពេលវេលាក៏បែងចែកទៅតាមនាយករៀងៗខ្លួនដូចគ្នាផងដែរបាទគ្រូអរគុណច្រើនលោកគ្រូទៅកាន់លោកគ្រូថាតើការបង្រៀននៅទីនេះមានច្បាប់ទម្លាប់បែបផែនបង្រៀនយ៉ាងដូចម្តេចដែរលោកគ្រូសម្រាប់ការបង្រៀននៅទីនេះគឺយើងអនុវត្តទៅតាមចរាចរណ៍ណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡានិងទៅតាមឋានានុក្រមមានមន្ទីរនិងការឡៃអប់រំស្រុកជាដើមហើយមកដល់ពេលដែលយើងចាប់ផ្ដើមបង្រៀនគឺយើងមានបំណែកចែកកម្មវិធីសិក្សាហើយនឹងបំណែកចែកទូនាទីថាលោកគ្រូណាត្រូវបង្រៀនកម្រិតណាឯកទេសណាទៅតាមភាពជាក់ស្ដែងនិងភាពពិតត្រឹមត្រូវឯកទេសរបស់គាត់រៀងៗខ្លួនមានន័យថាយើងបង្រៀនទៅតាមឯកទេសឲ្យត្រូវទៅតាមឯកទេសរបស់គាត់ហ
ហើយនឹងការទៅតាមពេលវេលានោះមានន័យថាឧទាហរណ៍ថាគ្រូកម្រិតដំយើងប្រហែលម៉ោងគ្រូកម្រិតមូលដ្ឋានប្រហែលម៉ោងចឹងទៅ ខ្ញុំមើលឃើញពីផលវិបាកអីខ្លះនៅក្នុងសាលានេះ ផលវិបាកបាទសំណួរល្អផលវិបាកកន្លែងណាក៏មានដែរប៉ុន្តែមិនមិនកន្លែងមានយើងនឹងជំនះទាំងអស់គ្នាចំណុចដែលលំបាកទី1គឺសាលាយើងគឺគេហៅឈ្មោះថាគឺជនបទមានន័យថាវានៅឆ្ងាយពីទីប្រជុំជនបើយើងគិតទៅពីខាងសំឡូតទៅដល់បាត់ដំបងវាចូលទៅ85គីឡូម៉ែត្រហើយនឹងវារៀងឆ្ងាយហើយតកតងជាមួយនឹងបញ្ហាក្មេងៗដែលគាត់មកពីបណ្ដាឃុំទាំង7នៅក្នុងស្រុកសំឡូតហ្នឹងគឺគាត់ឆ្ងាយដែលគាត់ត្រូវមកស្នាក់នៅទីនេះអញ្ចឹងមានន័យថាគាត់ត្រូវចំណាយផងគាត់ត្រូវជំនះភាពលំបាកផងគាត់ផងដែរអញ្ចឹងណានេះគឺជាចំណុចមួយដែលលំបាកប៉ុន្តែទន្ទឹមនឹងចំណុចលំបាកហ្នឹងគឺខាងសាលាខាងនយោបាយឬក៏គណៈគ្រប់គ្រងហ្នឹងក៏បានតំណែងជាមួយនឹងខាងអង្គការជាដៃគូហ្នឹងបង្កើតបានទៅជាអន្តេវិសកថាដើម្បីពួកគាត់បានស្នាក់នៅហើយបងប្អូនដែលមកពីតាមបណ្ដាឃុំហ្នឹងគឺគាត់ប្រឹងប្រែងរៀនសូត្របើថាលំបាកតកតងជាមួយនឹងថវិកាពេលវេលាក៏ប៉ុតមែនប៉ុន្តែគាត់ប្រឹងប្រែងរហូតដល់ចាប់ទី12រហូតដល់បានរៀននៅសាកលវិទ្យាល័យពីដើមទៅ តែខ្លះដែលជំរុញឲ្យលោកគ្រូចង់មកបង្រៀននៅជនបទបែបនេះ កត្តាដែលជំរុញទឹកចិត្តឲ្យលោកគ្រូមកបង្រៀននៅទីនេះទី1យើងនិយាយអំពីការរៀនសូត្រយើងរៀនចប់ពីគរុកសលហើយគឺយើងត្រូវចាប់ប៉ុស្តិ៍ទៅតាមការណែនាំរបស់មន្ទីរអញ្ចឹងយើងលោកគ្រូក៏ចាប់ប៉ុស្តិ៍មកបង្រៀននៅទីនេះនឹងទី1ហើយទី2លោកគ្រូតាំងពី2011មកដល់ពេលនេះវារៀងយូរឆ្នាំហើយ10ឆ្នាំជាងហើយប៉ុន្តែលោកគ្រូអត់ទាន់ចង់ផ្ទេរទៅវិញទេព្រោះលោកគ្រូគិតថាលោកគ្រូនៅសប្បាយចិត្តរីករាយជាមួយនឹងការបង្រៀនទាំងទ្រឹស្ដីទាំងពិសោធន៍ហើយចេញពីចិត្តទៅគឺគ្រូបង្រៀនគឺស្រឡាញ់ការបង្រៀន សូមអរគុណលោកគ្រូដែលបានមានមតិផ្ដល់ជាអាវ៉ាតសម្រាប់ការផ្ដល់នៅយុទ្ធសាស្ត្រផ្សេងៗក្នុងការដល់នៅមេរៀនឬក៏ការបញ្ចូលបានផ្លាស់ប្ដូរតាមបែបអរគុណច្រើនលោកគ្រូ